วดใบตึกประกวดน้องมือตึกใบนิตีสำระปีนิตีและคณะก้นขมายបាទដល់គូមិត្តភាពអន្តរជាតិទេបងប្អូនលោកគ្រូពេទ្យត្រៀមចៅក្រមត្រៀមប្រុងព្រៀបប្រកួតប៊ូស្រងក្របពេជ្រគុណខ្មែរគូអន្តរជាតិកម្ពុជាបារាំងទឹកទី1 round 1ទឹកទី1បង្គោលខៀវហ្សាឆាបង្គោលខៀវជុនមនីបាទហ្សាឆាដាក់ចូលទាត់ជើងក្រោមមកជើងធាក់ទៅមួយពីជុនមនីខាវស្ដាំម្ដាយល្អមែនទេដល់ពីហ្សាឆាឆ្វេងម្ដាយទៀតពីហ្សាឆាបាទហ្សាឆាបង្គោលខៀវមកពីប្រទេសបារាំងបាទជុនមនីរបស់យើងកូនសិស្សរបស់លោកគ្រូជុនសមុទ្របង្គោលក្រហមបាទខាវឆ្វេងស្ដាំល្អមែនទេមកពីជុនមនីមកឆ្វេងមកស្ដាំក្រូសេមួយមកពីហ្សាឆាសោកម្ដាយឆ្វេងសងវិញមកពីជុនមនីធាក់ចតុលមួយមកពីហ្សាឆាណែទាត់មកជើងរត់ផ្ទះជើងព្យុះសមុទ្រឆ្វេងស្ដាំមកពីជុនមនីបាទញុលមួយហ្សាឆាដាក់ចូលមកពុកម្ដាយឆ្វេងហ្សាឆាមកក្រូសេមួយខោឆ្វេងស្ដាំមាត់ពួតទឹកឆ្វេងស្ដាំកែងមកពីជុនមនីកែងជុនមនីជុកុងហ្សាឆាជុកុងហ្សាឆាកែងជុនមនីបាទសំដៅបាទកែងហ្សាឆាអូអាគូនេះវាយសាហាវមែនបងប្អូនបាទបន្តការប្រកួតបាទជុនមនីដាក់ចូលបោះជង្គង់មួយហ្សាឆាទាត់ជើងក្រោមមកយកឆ្វេងម្ដាយស្ដាំម្ដាយយ៉ាងម៉េចទៅហើយឆ្វេងស្ដាំជង្គង់ជុនមនីលោកអាញាកដាលញែកចេញពីគ្នាទៅហើយបន្តការប្រកួតឆ្វេងស្ដាំក្រូសេមួយគ្រាកជាប់ឥឡូវនេះកំពុងតែកាច់បុកកែងមួយមកពីជុនមនីឥឡូវកំពុងតែគ្រាកគ្នាហើយបាទលោកអាញាកដាលញែកចេញពីគ្នាឆ្វេងម្ដាយឆ្វេងស្ដាំបុកម្ដាយឆ្វេងស្ដាំពីឆាបត់ជង្គង់ខ្លីមួយបាទតាឆាបាកាឡាក៏មកពីប្រទេសបារាំងកែងមកពីជុនមនីកែងសាឆាបាទយ៉ាងម៉េចទៅហើយគ្រាកគ្នាអូលោកអាញាកដាលញែកចេញពីគ្នាទៅហើយបាទ10វិនាទីចុងក្រោយអោបគ្នាមួយកែងមកពីជុនមនីជុកគង់សាឆាបាទ3ជង្គង់4ជង្គង់ឥឡូវនេះកំពុងតែកែងជុនមនីហើយម្ដាយបុកកែងមួយមកពីជុនមនីអោបជាប់បាទលោកញ៉ាកដាលញែកចេញពីគ្នាទៅហើយសាឆាបន្តដាក់ចូលឆ្វេងស្ដាំពីជុនមនីក្រូសេមួយទៀតមកពីសាឆាបុកកែងមួយកែងពីជុនមនីកែងបោះជង្គង់មួយមកពីសាឆាកែងជុនមនីលោកញ៉ាកដាលញែកចេញពីគ្នាអូមកកដាលសៃវៀនបន្តការប្រកួតចូលទៅកាច់បោះជង្គង់មួយមកពីកែងជុនមនីហៅម្ដាយមកពីសាឆាអោបគ្នាចប់បារាំងគូទី5ទឹកទី2 round 2ទី2បាទទឹកនេះបាយតែក្តៅមិនសិនហើយបាទសាឆាដាក់ចូលហើយបាទជុនមនីរបស់យើងមិននៅស្ងៀមទេជ្រត់អីសីមួយបាទធាក់ទប់មួយមកពីសាឆាដូចគ្នាចូលទៅបាទធាក់ទប់មួយបែបស្រាលទាត់ជើងក្រោមមកជើងមកពីជុនមនីឆ្វេងស្ដាំពីសាឆាអត់បញ្ហាជុនមនីថាអត់អីទេខ្ញុំហាត់ដល់ដែរឆ្វេងម្ដាយទាត់មកជើងបាទរទះជើងជួសមុទ្រសងម្ដាយឆ្វេងមកពីសាឆាអោបគ្នាហើយបោះជង្គង់មួយមកពីសាឆាមាត់ម្ដាយឆ្វេងស្ដាំកែងពីជុនមនីឆ្វេងស្ដាំពីជុនបាទបុកកែងមួយមកពីជុនមនីកែងពីសាឆាកែងជុនមនីឥឡូវជុនមនីលេងទៅហើយឆ្វេងស្ដាំរៀកគ្នាជាប់បាទគូនេះលេងកែងតាំងពីទឹកទី1ឥឡូវរហូតដល់ទឹកទី2ប៉ុន្តែអត់ទាន់ឃើញមានលោហិតធាក់ទប់មួយមកពីសាឆាជុនមនីថាអត់បញ្ហាទេធាក់កន្លែងនេះទៀតមករូបកែងមួយមកពីជុនមនីសាឆាដល់ជប់កែងបាត់មួយប៉ុន្តែអត់ដល់បោះជង្គង់មួយមកពីសាឆាបងប្អូនសូមសំឡេងហូមួយទៀតបងប្អូនចង់ឃើញលោហិតអត់បាទកាត់ជើងក្រោមមួយមកពីសាឆាអត់បញ្ហា
កឡូធ្ងន់នេះមិនធម្មតាទេលេងកែងបោកគ្រូកែងមួយមកពីសាឆាបាទយ៉ាងម៉េចទៅហើយ បង្គោលសបង្គោលស1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
6 7 8 9 10 អូបាទបងប្អូនសូមសម្លេងហូមួយទៀតមក បាទមួយកែងបាទចូលមកម៉ៃមីនីបាទរបស់សាឆាបាទសាឆាបាទល្អរបស់គេណាកីឡាករបារាំងរូបនេះណែបត់មួយកែងបាទចូលបាទកន្លែងនេះបាទជន់មនីក៏វាយកែងទៅលើសាឆាច្រើនលើកដែរបាទក៏បដិសាឆាបាទកែងរបស់គេបាទមុតជាងបាទឥឡូវលោកអញ្ញាកណ្ដាលបាទកំពុងតែទៅពិនិត្យមើល បាទសំទោសបាទលោកគ្រូពេទ្យបាទកំពុងតែពិនិត្យមើលបាទភ្នែករបស់បាទជុនមនីបាទសាចាបាទកីឡាករបរាកាសលទ្ធផលជូន បាទសូមអរគុណកីឡាករបង្គោលខៀវឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមសន្លប់នៅក្នុងទឹកទី 2 បាទហូឲ្យសាចាមួយមកបាទអរគុណច្រើន បាទ